ភ្នំសំពៅជារមណីយដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវជាតិលេខ57ស្ថិតក្នុងឃុំភ្នំសំពៅស្រុកបាណាំភ្នំនេះមានកម្ពស់ប្រមាណ100ម៉ែត្រកាំជណ្ដើរឡើងចំនួន1030កាំមានចម្ងាយ12គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងនៅលើកំពូលភ្នំមានវត្តមួយឈ្មោះថាវត្តគិរីរម្យនិងមានល្អាងរួមភ្នំជាច្រើនសរុបទាំងអស់ចំនួន12រួមមាន1ក្បៀរល្អាងផ្កាស្លា2ក្បៀរល្អាងគក់ទ្រូង3ក្បៀរល្អាងខ្យល់4ក្បៀរល្អាងកែកខ្លួន5ក្បៀរល្អាងល្ខោន6ក្បៀរល្អាងជ្រៃ7ក្បៀរល្អាងពេជ្រ8ក្បៀរល្អាងខ្វែង9ក្បៀរល្អាងព្រេង10ក្បៀរល្អាងស្ថានីយ៍ឬល្អាងធំ11ក្បៀរល្អាងក្បាលខ្មោច12ក្បៀរល្អាងប្រជាប៉ុន្តែល្អាងដែលភ្ញៀវនិយមចូលទស្សនាមានតែល្អាងផ្កាស្លានិងល្អាងល្ខោននៅក្បែរភ្នំសំពៅមានចំកង់ភ្នំសំខាន់មួយចំនួនទៀតដែលមានជាប់ទាក់ទងនឹងរឿងព្រេងនិទានខ្មែរគឺរឿងព្រះបាទរិទ្ធកុលនាងរំសាយសក់ភ្នំទាំងនោះមានភ្នំក្តោងភ្នំក្រពើភ្នំអណ្ដើកភ្នំទ្រង់មន់ទ្រង់ទាភ្នំនាងរំសាយសក់ភ្នំតាក្រៀមមកនិងភ្នំសងក្បាលអ្វីដែលពិសេសជាងនេះទៅទៀតភ្នំសំពៅមិនត្រឹមតែជារមណីយដ្ឋានធម្មជាតិមានប្រជាប្រិយភាពប៉ុណ្ណោះទេប៉ុន្តែវាជាកន្លែងកម្សាន្តមួយទាក់ទាញក្នុងចំណោមរមណីយដ្ឋានជាច្រើនក្នុងខេត្តបាត់ដំបងជួសនីយភាពវងស័ព្ទប្រជារាប់លានក្បាលដែលហោះចេញពីអាងអ្នកស្រុកតែងតែហៅវងប្រជាទាំងនោះថាកងទ័ពប្រជាក្លាហានពីព្រោះការហោះហើររបស់វងស័ព្ទប្រជាទាំងនោះប្រៀបបានតំណែងចរន្តទឹកហូរលើផ្ទៃអាកាសជារៀងរាល់ថ្ងៃនៅមុនពេលសូរិយារៀបអស់ស្នងគត់នៅចន្លោះម៉ោង5:30នាទីដល់ម៉ោង6:15នាទីនេះគឺជាពេលវេលាជាក់លាក់ដែលវងស័ព្ទប្រជាចាប់ផ្ដើមហោះហើរបណ្ដាច់ខ្លួនចេញពីរូងខ្មៅដាស់ពេញមេឃនិងតម្រង់ជួរគ្នាចេញពីរូងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភាគជាតិនិងអន្តរជាតិដកពីគ្រប់ទិសទីបកទស្សនាកំសាន្តអារម្មណ៍នៅរមណីយដ្ឋានភ្នំសំពៅភ្ញៀវទេសចរជាតិនិងអន្តរជាតិរាប់រយនាក់ក្នុងមួយថ្ងៃដែលនាំគ្នាអង្គុយរង់ចាំទស្សនាវងស័ព្ទប្រជារាប់លានក្បាលហើរចេញពីអាងសុទ្ធតែបានបង្ហាញពីទឹកមុខរីករាយចំពោះទិដ្ឋភាពអស្ចារ្យនេះយ៉ាងវិញទៀតវងស័ព្ទប្រជាទាំងអស់នោះត្រូវបានការពារនិងអភិរក្សយ៉ាងតឹងរ៉ឹងដោយអាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋនៅតំបន់នោះឈ្មោះអ្នកស្រីនាងភៀបជាអ្នកទទួលខុសត្រូវយាមល្អាងសត្វប្រជានិងជាអ្នកប្រមូលអាចប្រជាលោកបានឲ្យដឹងថាការអភិរក្សសត្វប្រជាគឺពិបាកមែនទែនដោយសារតែមានជនឆ្លៀតឱកាសមកលួចបាញ់តែមកទល់ពេលបច្ចុប្បន្ននេះក្រនបើជាងមុនហើយដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងពីសារប្រយោជន៍របស់វានិងយល់ដឹងអំពីការប្រឈមនឹងផ្លូវច្បាប់បើនិយាយពីអត្ថប្រយោជន៍នៃសត្វព្រមជាទាំងនេះវាពិតជាមានសារសំខាន់ខ្លាំងណាស់គឺវាជួយបំផ្លាញសត្វល្អិតចង្រៃដែលបំផ្លាញដំណាំរបស់កសិករនិងអាចរបស់គេយកធ្វើជាជីទៀតផងហើយអ្វីដែលពិសេសបំផុតនោះគឺវងសត្វប្រជាទាំងខ្លាយជាផលិតផលទេសចរទាក់ទាញក្នុងអារម្មណ៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃដោយសារវត្តមានភ្ញៀវទេសចរនេះហើយធ្វើឲ្យបង្កើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋលើមូលដ្ឋានតាមរយៈការលក់ដូរចំណីអាហារភេសជ្ជៈវត្ថុអនុស្សាវរីយ៍ជាដើមបើនិយាយពីសេវាដឹកជញ្ជូនវិញនៅភ្នំសំពៅមានឡានសម្រាប់ដឹងភ្ញៀវឡើងភ្នំចំនួន8គ្រឿងដែលសុទ្ធតែបានមកធ្វើអាជ្ញាប័ណ្ណនៅមន្ទីរទេសចរខេត្តបាត់ដំបងចំពោះកត្តាសន្តិសុខវិញនៅរមណីយដ្ឋានភ្នំសំពៅមានកម្លាំងនគរបាលទេសចរចំនួន2រូបនិងកម្លាំងប្រជាការពារឃុំចំនួន6រូបនៅប្រចាំការជារៀងរាល់ថ្ងៃដើម្បីរៀបចំថែរក្សាការពារសុវត្ថិភាពជូនភ្ញៀវទេសចរដែលមកទស្សនាវងស័ព្ទប្រជានិងមកកម្សាន្តនៅរមណីយដ្ឋានភ្នំសំពៅនេះអានដោយសំឡេងសពនិមិត្តសារិកា AI